នៅព្រឹកព្រលឹមឈូលីនិងនូហ្វីបានដើរផងរត់ផងតាមផ្លូវពីមុខផ្ទះញាក់ភូមិដោយក្តីសប្បាយរីករាយពួកគេរត់សុកស្រាប់តែឃើញអ៊ំប្រុកម្នាក់កំពុងដើរកាន់កន្ត្រកបន្លែយ៉ាងធំដូច្នេះពួកគេក៏បានជួយយកកន្ត្រកនោះទៅផ្ទះផងដែរឈូលីនិងនូហ្វីបន្ទាប់ពីជួយអ៊ំប្រុសហើយក៏មកសម្អាតផ្លូវក្នុងភូមិឲ្យស្អាតនិងមានរបៀបរៀបរយតមកចែកបាយឲ្យឆ្មាក្នុងភូមិដោយក្តីស្រឡាញ់បន្ទាប់មកទៀតពួកគេសហការជួយស្រីណាកិច្ចផ្ការណាដែលស្អាតដើម្បីយកទៅលម្អគេហដ្ឋានរួចហើយឈូលីនិងនូហ្វីជួយស្រោចទឹកសួនបន្លែដែលពោពេញដោយធម្មជាតិទៀតផងពួកគេជួយស្រីណារួចហើយក៏បានឃើញកូនមាន់វង្វេងម៉ែពួកគេក៏ជួយយកកូនមាន់តូចមួយនោះឲ្យត្រឡប់ទៅទីកន្លែងរបស់វាវិញក្រោយមកទៀតពួកគេក៏បានជួយអ៊ំប្រុសកំពុងតែផ្លាស់ប្ដូរកែពាងទឹកឲ្យរឹងមាំឡើងវិញក្មេងទាំងពីរនេះតែងតែមានមនុស្សល្អក្នុងភូមិសរសើរពួកគេព្រមទាំងបានផ្ដល់ផ្លែឈើឲ្យជាការលើកទឹកចិត្តទៀតផងនៅពេលថ្ងៃជិតលិចពួកគេត្រឡប់ទៅផ្ទះវិញដោយមានមោទនភាពក្នុងចិត្តថាជាក្មេងល្អក្នុងភូមិ